សួស្តីបងប្អូនអរគ្នានេះយើងរាប់ចំណុចពីស្ពានត្រួយចង្វារាជធានីភ្នំពេញបាទតាមបណ្ដោយផ្លូវជាតិលេខ5យើងធ្វើដំណើរតាមផ្លូវជាតិលេខ5ឆ្ពោះទៅទីរួមខេត្តកំពង់ឆ្នាំងតាមបណ្ដោយផ្លូវជាតិលេខ5ទៅទីរួមខេត្តកំពង់ឆ្នាំងយើងឆ្លងកាត់ជាច្រើនភូមិនិងស្រុកហើយមកដល់កន្លែងនេះគេហៅថាសាត្រាច់បាទបន្ទាប់ពីអាដងទៅណាបាទកន្លែងនឹងមានទីប្រជុំជនរោងចក្រច្រើនបាទតាមបណ្ដោយផ្លូវជាតិហ្នឹងគឺមានទីប្រជុំជនច្រើននៅរោងចក្រទីកកហើយមកដល់មុខនេះគឺផ្សារសារី5ហ្នឹងគឺជាកន្លែងប្រជុំដោយមនុស្សជាច្រើនហើយមានការសាំង PTT គាត់ការសាំង PTT នឹងមកដល់ផ្សារសារី5ផ្សារសារី5ឆ្ពោះតាមផ្លូវជាតិលេខ5ទឹកដៅទៅទីរួមខេត្តកំពង់ឆ្នាំងបាទទៅតាមផ្លូវជាតិលេខ5ទីរួមខេត្តកំពង់ឆ្នាំងទៅផុតផ្សារសារី5យើងនឹងទៅដល់ស្រុកទឹកផុសបាទតិចទៀតនឹងបានឃើញហើយបាទឥឡូវនេះយើងចំណាំថាការសាំងតេឡាខាងស្ដាំដៃមួយស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនឹងបន្តមកទៀតយើងដល់មុខយើងនឹងឃើញផ្លូវបត់ចូលឆ្វេងចូលទៅដីយើងធ្វើដំណើរតាមផ្លូវក្រហមហ្នឹងទៅឥឡូវនេះយើងមកដល់ដីហើយបាទនៅខាងស្ដាំដៃមានការអភិវឌ្ឍដូចជាផ្ទះជាពលរដ្ឋបាទផ្ទះជាពលរដ្ឋមានផ្សារនៅក្នុងនោះដែរហើយនឹងខាងឆ្វេងដៃហ្នឹងគឺជាកន្លែងដែលអភិវឌ្ឍនេះផ្ទះជាពលរដ្ឋបាទហើយនៅចិត្តកន្លែងដីហ្នឹងគេក៏បានអភិវឌ្ឍខ្លះដែរដូចជា resort ទូចមួយresort ទូចមួយហើយមក resort ហ្នឹងគឺយើងបានធ្វើបន្លាយទឹកអញ្ចឹងណាបន្លាយទឹកហ្នឹងគឺបន្លាយទឹកអូរធម្មជាតិដែលក្នុងខែវិសាខែប្រាំងអញ្ចឹងមានទឹកហូរឆ្លងកាត់តាមហ្នឹងជាងធ្វើស្ពានធ្វើបន្លាយទឹកដើម្បីរំដោះទឹកឲ្យហូរចូលទៅកុំឲ្យមានការជន់លិចបាទនេះគឺរូបភាពវីដេអូដែលអតិថិជនមុនក៏បានទិញទៅយកអភិវឌ្ឍខ្លះបានប៉ុណ្ណឹងណាហ្នឹងហើយគាត់បានជីកស្រះយកអាចដីយកអីធ្វើផ្លូវធ្វើអីចឹងទៅនេះខាងឆ្វេងនិងខាងស្ដាំក៏អភិវឌ្ឍបានប៉ុណ្ណឹងហើយបន្តមកទៀតយើងចូលមើលកន្លែងអភិវឌ្ឍមុននេះគម្រោងនេះវាបានលក់ដាច់ហើយលក់ដាច់អស់ហើយវានៅសល់តែបន្តិចបន្តួចតែថាយើងត្រូវទុកវាណានេះផ្លូវចូលទៅក្នុងហ្នឹងជុំវិញហ្នឹងលក់ដាច់អស់ហើយយើងចូលទៅត្រង់ទៅបើកចូលតាមហ្នឹងទៅត្រង់ទៅហើយទៅដល់មុខនេះផ្សារហើយយើងមើលឃើញហ្នឹងគឺផ្សារហ្នឹងមានជាបរិវត្តក៏លក់ដូរនៅនឹងខ្លះហើយនេះគឺគម្រោងដីនៅក្នុងតំបន់អភិវឌ្ឍយើងទល់មុខដីដែលយើងត្រូវអភិវឌ្ឍបន្តទៅទៀតណាបាទហ្នឹងហើយអានេះរូបភាពផ្សារដែលយើងថតពីចម្ងាយពីចំហៀងនៅថាក្នុងគម្រោងមួយនេះយើងអាចឃើញថាវាមានដីឡូយើងអាចលក់បានច្រើនវាស្ទើរតែអស់ហើយមានផ្សារទៀតអញ្ចឹងវាអត់មានស្ងាត់ទេហើយរូបភាពនេះគឺជារូបភាពដែលយើងថតពីដ្រូនដើម្បីបង្ហាញពីទីតាំងដីពីខាងលើដើម្បីឲ្យដឹងថាដីនឹងវាបែបណាដីនឹងគឺជាដីប្រភេទជាដីស្អាតវាអត់មានដើមឈើដុះធំចូលហើយយើងត្រូវថាអូទិញយកទៅនឹងកាប់ឆ្ការពិបាកក្នុងការធ្វើវាអីមិនមកអីហ្នឹងអត់ទេគឺដីហ្នឹងវាលាតស្អាតហើយមានកូនឈើទូចតែប៉ុណ្្នឹងឯងហើយទល់មុខដីហ្នឹងគឺជាគម្រោងដែលថតមុននឹងឯងដូចបងប្អូនឃើញស្រាប់នេះមានផ្លូវចូលមកដីក្រហម
ដីខំចូលមកយើងចុះផ្លូវជាតិ15ហើយទល់មុខដីហ្នឹងយើងឃើញមាននេះក្រាអភិវឌ្ឍហ្នឹងបាទមានដីឡូមានផ្សារមានអីចឹងណាហ្នឹងហើយផ្លូវចូលទៅហ្នឹងយើងគេថ្មមិចតែមានប្រព័ន្ធភ្លើងនិងបំពូលភ្លឺផ្លូវហ្នឹងយើងប្រើសូឡានេះជាផ្សារតបោផ្សារបាទតបោផ្សារតែមានបងប្អូនយើងរស់នៅនឹងគាត់មកប្រកបរបររកស៊ីនៅនឹងខ្លះហើយនេះរូបថតពីលើបាយដ្រូនបាទយើងមើលចំខាងមុខទៅគឺរូបរាងដីដែលយើងត្រូវការអភិវឌ្ឍបន្តទៀតណាបាទហ្នឹងហើយនេះជាដីយើងត្រូវការអភិវឌ្ឍបន្តទៅទៀតហើយដែលឃើញផ្ទះឃើញបន្លែទឹកបន្លែហ្នឹងអតិថិជនមុនហ្នឹងគាត់បានទិញទៅយកទៅអភិវឌ្ឍចេញជាបែបហ្នឹងបាទនេះដូចក្នុងវីដេអូហ្នឹងបងប្អូនបានឃើញហើយ